บខ្យល់ដង្ហើមដែលមានស្ពរមេរោគ Anthrax ចូលទៅក្នុងសួតអាការៈដំបូងនៃការឆ្លងតាមរយៈផ្លូវដង្ហើមចូលទៅកាន់សួតនេះជាដំបូងអ្នកជំងឺមានអាការៈដូចជាជំងឺផ្ដាសាយធម្មតាតែនៅពេលដែលយើងដឹងខ្លួនមេរោគ Anthrax នេះនាងបានទៅផលិតភ្នាសសម្បុកពីងពាងពុំពិតសួតដូចជាមេរោគ COVID ធ្វើឲ្យយើងដកដង្ហើមលេងរួចបានទៅហើយនេះជាដើមហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើមព្រោះមានទឹកចូលសួតហើយនៅទីបំផុតអ្នកជំងឺនឹងត្រូវស្លាប់ត្បិតតែការឆ្លងតាមបែបទី2នេះមិនងាយបានជួបប្រទះប៉ុន្តែបើនរណាឆ្លងហើយគឺកម្រគេផុតពីការស្លាប់ណាស់ជាច្រើនអ្នកឆ្លងតាមបែបរយៈទី2នេះគឺនឹងត្រូវបាត់បង់ជីវិតដោយកាលពី20ឆ្នាំមុនមនុស្សជាតិរបស់យើងធ្លាប់បានប្រើស្ពររបស់មេរោគ Anthrax នេះដើម្បីដាក់នៅក្នុងស្រោមសំបុត្រដើម្បីសម្លាប់គ្នាផងដែរនិងការឆ្លងតាមរបៀបទី3គឺឆ្លងតាមរយៈផ្លូវអាហារការឆ្លងតាមរយៈផ្លូវអាហារនេះគឺដោយសារពួកយើងបរិភោគ